ជនភេសក1000គ្រួសារមិនអាចទៅលំនៅស្ថានវិញបានដោយសារតែយោធាថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលមានប្រជាជនជាជនភេសកប្រមាណ1000គ្រួសារនៅភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកំពុងបន្តស្នាក់នៅជំរុំសុវត្ថិភាពដោយមិនអាចទៅកាន់លំនៅស្ថានវិញបានដោយសារតែទាហានឈ្លានពានថៃដាក់ទូកុងតឺន័រនិងលួសបន្លាបិទផ្លូវមិនឲ្យចូលភូមិនិងផ្នែកខ្លះភូមិទាំងពីររងការខូចខាតស្ទើរទាំងស្រុងពីការទម្លាក់គ្រាប់បែកនិងការបាញ់ប្លង់កាំភ្លើងពេលកន្លងទៅនេះបើតាមការបញ្ជាក់របស់អាជ្ញាធរដែនដីភ្នាក់ងារសារព័ត៌មានកម្ពុជាអំឡុងពេលជាប់បដិសេធទិដ្ឋភាពជនភេសកនេះនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតក្នុងឃុំគោកស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី4ខែមករាឆ្នាំ2025ក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតពីម៉ោង1រសៀលដល់ម៉ោង6ល្ងាចថ្ងៃទី4ខែមករាឆ្នាំ2026មានជនភេសកចំនួន25,407នាក់បន្ថែមទៀតបានបន្តវិលទៅលំនៅស្ថានវិញដូច្នេះក្នុងចំណោមជនភេសកសរុប640,000នាក់មាន242,267នាក់ក្នុងនោះស្ត្រី127,886នាក់និងកុមារ78,907នាក់បន្តស្នាក់នៅជំរំ